អត្ថបទស្ដាប់ប៉ូល វីសេនី ប្តីមីងអ្នកស្រីដឺឡាតួនៅឯស្រុកបារាំងបានផ្ញើលិខិតមកឲ្យអ្នកស្រីដឺឡាតួឲ្យបញ្ជូននាងវីសេនីដែលត្រូវជាចៅឲ្យទៅនៅជាមួយគាត់ឯស្រុកបារាំងដោយធានាថានឹងផ្ដល់ការអប់រំគ្រប់យ៉ាងដល់នាងព្រមទាំងទុកទ្រព្យសម្បត្តិទាំងអស់ឲ្យទៀតប៉ុន្តែគាត់សុំឲ្យនាងវីសេនីបានទៅដល់គាត់សិនទើបគាត់ចាត់ចែងឲ្យដោយមានការពន្យល់ហេតុផលនៃការរស់នៅឯប្រទេសបារាំងអំពីទ្រព្យសម្បត្តិពីចៅហ្វាយក្រុងដោយមានការផ្ដល់ប្រាក់ធ្វើដំណើរពីម្ដាយមីងនិងមានការយល់ព្រមពីនាងវីសេនីផងអ្នកស្រីដឺឡាតួក៏សម្រេចឲ្យវីសេនីទៅប្រទេសបារាំងតាមការស្នើសុំរបស់ម្ដាយមីងតែម្ដងទៅនាងវីសេនីរស់នៅជាមួយជីដូនដែលមានចិត្តអាក្រក់ពុំមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តព្រោះលោកយាយរបស់នាងជាមនុស្សប្រកាន់វណ្ណៈរើសអើងនិងបំបិទសិទ្ធិសេរីភាពនាងទៀតផងលើសពីនេះលោកយាយនេះបានបង្ខំឲ្យនាងរៀបការជាមួយបុរសដែលនាងមិនស្រឡាញ់ដោយសារតែនាងមិនព្រមរៀបការតាមការកំណត់របស់លោកយាយបានកាត់កាលនាងមិនចែកគេមរតកហើយថែមទាំងបណ្ដេញឲ្យមករកម្ដាយវិញក្នុងរដូវដែលកំពុងមានព្យុះសង្ឃរាតែម្ដងទៅតាំងពីពេលដែលនាវាសាំងសេរ៉ង់ឃើញថាមើលទៅគេអាចនឹងជួយខ្លួនបានហើយនោះនាវាក៏បាញ់កំភ្លើងធំមិនចេញសោះមានម្នាក់ជាអ្នកចាស់ស្រុកក្នុងរំសេវមាសចូលមកជិតលោកចៅហ្វាយហើយនិយាយថាជំរាបលោកពីយប់មិញគេបានឮយ៉ាងខ្លាំងនៅក្នុងគំនរភ្នំនិងក្នុងព្រៃនៅសូរស្លឹកឈើដែលបោកយ៉ាងខ្លាំងដោយគ្មានខ្យល់បក់សោះបាក់សាសមុទ្រទាំងឡាយមករកទ្រនំនៅលើគោកអស់សញ្ញាទាំងនេះបង្ហាញជាមុនថានឹងមានខ្យល់ព្យុះសង្ឃរាមកដល់ជាប្រកាសមែនហើយមុខជាមានព្យុះសង្ឃរានឹងមកដល់មិនខានឡើយនៅអាកាំងឮតែសូរសម្រែកនៃបណ្ដាបាក់សាដែលបានទៅរកអាហារក្នុងជលសាហើរប្រសេះប្រសាយពីគ្រប់ចំណុចនៃជើងមេឃត្រឡប់មករកទីជម្រកនៅកោះដល់ម៉ោង 9 ព្រឹកស្រាប់តែគេឮសូរសន្ធប់ពីខាងសមុទ្រមកហាក់ដូចជាទឹកជ្រោះលាយជាមួយនឹងផ្គរផងហូរធ្លាក់ពីលើភ្នំយ៉ាងខ្ពស់គេស្រែកទាំងអស់គ្នាឡើងថានោះណព្យុះសង្ឃរាក្នុងមួយរំពេចនោះមានខ្យល់យ៉ាងខ្លាំងមកគួចយកអាប់ដែលគ្របកោះអំព្រើហើយនឹងចន្លោះសមុទ្រអស់រលីងនាវាសាំងសេរ៉ង់ក៏បញ្ចេញរូបមកឲ្យគេឃើញនៅមនុស្សអ្នកជិះកំពុងឈរស្ទើរគ្រប់គ្នាឃើញឈើក្តោងដងទងជាតិដែលរូតត្រឹមពាក់កណ្ដាលជាសញ្ញាមរណៈប៉ូលបំរុងលោតទៅក្នុងទឹកសមុទ្រសំដៅទៅនាវាសាំងសេរ៉ង់ដែលកំពុងមានគ្រោះថ្នាក់ដោយមិនអាចខត់ប៉ូលបានតាចាស់និងដូម៉ាំងបានយកខ្សែពួរមួយចង្វាយយ៉ាងវែងមកចងចុងម្ខាងនៅនឹងចង្កេះប៉ូលឯចុងម្ខាងគេនាំគ្នាកាន់ជាប់ប៉ូលលោតចុះប្រងតម្រង់ទៅនាវាសាំងសេរ៉ង់ដោយហែលផងដើរលើថ្មផងទឹកក៏ផ្ដុំឡើងជាភ្នំលើផ្ងើយបាតខាងមុខសំពៅហើយរត់ហួសមករុញច្រានប៉ូលឲ្យបក់ថយក្រោយយ៉ាងឆ្ងាយជ្រុំមុជវាចូលទៅក្នុងទឹកឲ្យលង់បាត់ស្មារតីពាក់កណ្ដាលលុះដឹងខ្លួនឡើងមកវិញកាលណាគេក្រោកឡើងស្ទុះទៅរកនាវាទៀតថ្វីត្បិតទឹកសមុទ្រកំពុងតែកញ្ជ្រោលហាមាត់ធំចាំត្របាក់វាក៏ដោយអ្នកជិះកប៉ាល់រាល់រូបដែលអស់សង្ឃឹមនឹងបានរស់ជាមនុស្សតទៅទៀតនោះក៏ប្រវេប្រវាអ្នកខ្លះកន្ត្រាក់បានសើក្តោងអ្នកខ្លះបានក្តារខ្លះបានទ្រង់មន់ខ្លះបានតុកខ្លះបានធុងលោតចុះទឹកគ្រប់គ្នានារីព្រហ្មចារីម្នាក់ដែលរត់មកបង្ហាញរូបនៅកន្សែងនាវាហើយហុចដៃមកអ្នកដែលកំពុងខំតស៊ូឲ្យបានដល់នាងនារីនោះគឺនាងវីសេនីនាងមើលស្គាល់សង្សារនាងដោយសារតែសេចក្តីក្លាហានអង្អាចរបស់គេប៉ុន្តែទុកជាក្លាហានអង្អាចយ៉ាងណាក៏ដោយសង្សារនាងគ្មានផ្លូវនឹងបានចិត្តនាងឡើយម្ល៉េះហើយនាងលើកដៃឡើងដោយអាកប្បកិរិយាយ៉ាងថ្លៃថ្នូរធ្វើសញ្ញាមកអ្នកនៅកោះឲ្យបានដឹងថានាងលាហើយលាទៅរហូតតែម្ដងកាលនោះគេរាល់គ្នាលើនាវាលុតទឹកផុតអស់ទៅហើយនៅសល់តែកម្មករម្នាក់ប៉ុណ្ណោះប៉ុន្តែកម្មករនេះ
អាក្រាតកាយមិនគួរមើលសោះវាចូលមកចិត្តនាងគោរពហើយលុតជង្គង់សុំឲ្យនាងដោះសម្លៀកបំពាក់ចេញឲ្យអស់វានឹងជួយនាំនាងទៅត្រើយឲ្យបានគង់ជីវិតព្រោះបើទុកសម្ពុតឲ្យទៅវាធ្ងន់ណាស់មិនអាចជួយបានទេនាងមិនព្រមហើយបែរភ្នែកចេញទៅគេមើលពីត្រើយទៅឃើញទស្សនីយភាពដូចនេះក៏ស្រែកផ្លាត់សំឡេងទាំងអស់គ្នាថាជួយនាងទៅកុំចោលនាងប៉ុន្តែទទួលពេលនោះមានរលកមួយធំដូចជាភ្នំរមៀលសម្ដៅមករកនាវាដោយបញ្ចេញសូរសន្ធប់ដូចខ្លាធំឃើញសម្បោកដូចនេះកម្មករក៏លោតទៅក្នុងទឹកតែម្នាក់ឯងរីឯនាងយុវតីដែលឃើញថាមច្ចរាជមកចំខ្លួនរកជិះពុំបានហើយក៏យកដៃម្ខាងដាក់លើសម្ពុតអាវនាងហើយដៃម្ខាងដាក់កងលើទ្រូងនាងរួចងើយភ្នែកឡើងទៅលើដូចជាទេវតាដែលរៀបខ្លួននឹងហោះហើរទៅលើអាកាសអោទិវានេះអ្នកក៏កាចខ្លាំងម្ល៉េះអស់ហើយអ្វីក៏លេចលង់គ្មានសល់នឹងអ្នកឡើយបុរសកម្មករបានរួចពីមរណៈដែលមានបំណងជួយនាងវិសិនីបានលើកដៃសច្ចាថាអោព្រះជាម្ចាស់ខ្ញុំអើយលោកបានជួយជីវិតខ្ញុំដល់ទីនេះប៉ុន្តែគួរណាស់តែលើកជីវិតខ្ញុំនេះប្រគល់តែឲ្យនាងកញ្ញានោះទៅផ្សំនាងកញ្ញានេះថ្លៃថ្នូរណាស់មិនមែនចាក់ចោលសម្ពុតឲ្យដងាយដូចខ្ញុំទេពលកំសត់តែត្រូវរលកបោកផ្ទប់ច្រាំងសន្លប់បាត់ស្មារតីហើយមានទាំងឈាមចេញពីមាត់និងត្រចៀកផងដោយត្រូវដូរម៉ាំងទាញពីក្នុងទឹកមកវិញលោកចៅវាយបានយកវាទៅឲ្យគ្រូពេទ្យព្យាបាលភ្លាមតាដូរម៉ាំងបានរកឃើញសាកសពនាងវិសិនីនៅដៃសមុទ្រឈ្មោះស្ទឹងព្យល់អាសូរនាងវិសិនីក៏ពាក់កណ្ដាលខ្លួនទៅក្នុងខ្សាច់ក្នុងអរិយាបថដដែលដោយកាលគេបានឃើញនៅលើនាវាមុនពេលស្លាប់គឺដៃទាំងពីរនៅតែខ្ទប់ដើមទ្រូងនិងសម្ពុតអាវទឹកមុខគ្មានប្លែកប៉ុន្មានពីកាលនៅរស់ទេពិតមែនតែភ្នែកបិទប៉ុន្តែគេមើលទៅថ្ងាសឃើញនៅតែមានសភាពស្លូតបូតដូចធម្មតាបើគុំតែឃើញថ្ពាល់នាងផ្លាស់សម្បុរពីកុលាបទៅស្វាយប្រហែលជាគេពុំដឹងថានាងស្លាប់ទេដៃនាងឡើងរឹងអស់ទៅហើយក្នុងម្រាមនេះនាងក្តាប់ប្រអប់មួយយ៉ាងជាប់រកគេប្រលេះចេញសឹងពុំបានលុះគេបើកប្រអប់នោះឡើងគាត់ភ្ញាក់ក្រៃលែងដោយឃើញមានរូបភាពពោលដែលនាងបានសន្យាកាលនាងនៅរស់ថានាងនឹងមិនបោះបង់ចោលទៅណាឡើយពួកចាស់ទាំងពីរស្រែកទ្រហោយំសង្ឃ្លាអាកាសក្នុងពេលនោះលោកដឺឡាបូដូណេសបានចាត់ការនាំយកសាកសពនាងវិសិនីទៅធ្វើបុណ្យនៅទីក្រុងក្នុងថ្ងៃនោះនៅទីក្រុងពើល្វីមានអ្នកស្រុកជាច្រើនមកពីគ្រប់សង្កាត់នាំគ្នាឈរកក់កុញដើម្បីដង្ហែសពនាងហាក់ដូចជានាងវិសិនីនេះមានសក្តិអ្វីម្យ៉ាងធំចំពោះកោះអ៊ីលដឺហ្វ្រង់ទាំងមូលរំលងពីនោះចំនួន3សប្តាហ៍ប៉ូលមានកម្លាំងក្រាន់បើល្មមដើររួចហើយបានដើរចច្រាប់គ្រប់ទីកន្លែងដែលធ្លាប់ដើរលេងជាមួយវិសិនីកាលមិនតាន់ទៅស្រុកបារាំង8ថ្ងៃក្រោយមកទៀតដោយពុំបានដេកពុំបានទទួលទានអាហារហើយដើរគ្រប់ទីកន្លែងទៀតធ្វើឲ្យប៉ូលធ្លាក់ខ្លួនឈឺជាទម្ងន់គេក៏បានយកប៉ូលមកផ្ទះវិញភាពអសង្ឃឹមចំពោះអាយុជីវិតប៉ូលបានគ្រប់ដណ្ដប់លើគ្រួសារប៉ូលនិងអ្នកភូមិទាំងមូលអ្នកស្រី Margaret និងអ្នកស្រី De La Tour ចុកណែនដើមទ្រូងស្ទើរប្រេះធ្លាយនិយាយមិនចេញគាត់ទូញយំអង្វរកូនឲ្យខំកាត់ចិត្តលេបបាយចំណីតែមួយម៉ាត់ក៏ប៉ូលពុំទទួលដែរប៉ូលបែរជានិយាយទៀងសំឡេងខ្សើថាធ្វើម្ដាយគេអីក៏សាហាវម្លេះពងរត់គេឲ្យប្រត់ប្រាស់វិនិច្ឆ័យបងអោស្ត្រីគ្មានធម៌មេត្តាស្រវារកត្រាប់គេគ្មានពិចារណាដល់គ្រោះថ្នាក់នៃការឆ្លងសមុទ្រគ្មានគិតពីក្តីសោកសង្រេងរបស់បុត្រធីតាសោះអ្នកឯងនេះជាមនុស្សគ្មានធម៌យកកូនស្រីទៅច្រានទម្លាក់ឲ្យស្លាប់ក្នុងទឹកសមុទ្រព្រោះតែចង់បានត្រាប់គេភ្លេចអស់ទឹកដីឯងដែលបានផ្ដល់កំណើតឲ្យអោវិសិនីអូនសម្លាញ់មាសបងនឹកអូនណាស់បងសូមសច្ចាទោះជាតិណាសូមបានរស់នៅជាមួយអូនជានិច្ចសូមអូនមកទទួលយកវិញ្ញាណក្ខន្ធបងទៅផងអូនសម្លាញ់តើអូនមាននឹកឃើញទេនៅអនុស្សាវរីយ៍ដែលយើងបានសាងជាមួយគ្នាកាលពីយើងនៅក្មេងៗនឹកឃើញទេកាលអូនជិះខ្នងបងឆ្លងស្ទឹងនឹកដល់កន្លែងនេះ ព
ពោលក៏ស្រែកទ្រហោយំយ៉ាងខ្លាំងប៉ុន្តែសំឡេងវាបែរជាគ្មានឮចេញមកក្រៅព្រោះកម្លាំងកាន់តែខ្សោយណាស់ទៅហើយពីមួយថ្ងៃទៅមួយថ្ងៃគេឃើញតែទឹកភ្នែកហូរហៀចេញមិនដាច់ពីរង្វង់ភ្នែកខូងគប់ជ្រៅទៅក្នុងឆ្អឹងមុខដែលស្លេកស្លាំងរូបកាយស្ដោកស្ដឹងលែងកម្រើកដង្ហើមក៏ចាប់ដង្ហក់ម្ដងហើយក៏ស្លាប់នាពេលនោះទៅគេបានយកសពពោលទៅបញ្ចុះទទឹមនឹងភ្នោនាងវិសិនីដែលស្ថិតនៅជិតព្រះវិហារភូមិក្រូចថ្លុងក្បែរគុម្ពឫស្សីដែលនាងកាលនៅរស់ចូលចិត្តមកអង្គុយលេងជាមួយពោលរៀងរាល់ថ្ងៃអាទិត្យដែលអ្នកទាំងពីរមកសុំសិលជាមួយម្ដាយ